ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់កន្លឹះថ្មីដែលខ្ញុំនឹងបង្ហាញបងប្អូនជាមួយនឹងការលាក់នៅលេខទូរស័ព្ទនៅក្នុងកម្មវិធី Telegram ដើម្បីធ្វើការលាក់លេខទូរស័ព្ទនៅក្នុងកម្មវិធី Telegram បងប្អូនអាចមើលវីដេអូរហូតដល់ចប់បានអូខេជាដំបូងនៅពេលដែលយើងបើកនៅកម្មវិធី Telegram ហើយវានឹងបង្ហាញផ្ទាំងបែបនេះបន្តមកទៀតចុចត្រង់ចំណុចសញ្ញាត្រី3ឬក៏សញ្ញាគូស3ហ្នឹងយើងអាចធ្វើការចុចត្រង់ចំណុចហ្នឹងហើយបងប្អូនសូមកលេចមើលកន្លែងខាងលើក្រោមឈ្មោះយើងហ្នឹងគឺមានបង្ហាញនៅលេខទូរស័ព្ទអញ្ចឹងដើម្បីធ្វើការលាក់លេខទូរស័ព្ទហ្នឹងមិនឲ្យអ្នកដទៃឃើញលេខទូរស័ព្ទយើងអូខេអូចុះមកក្រោមបន្តិចកលេចមើលត្រង់ចំណុចខាងក្រោមដែលគេដាក់ពាក្យថា setting អញ្ចឹងត្រង់ចំណុច setting ដែលខ្ញុំបានបង្ហាញហ្នឹងបងប្អូនអាចធ្វើការចុចត្រង់ចំណុចហ្នឹងយកតែម្ដងហើយបន្ទាប់មកទៀតវានឹងបង្ហាញផ្ទាំងបែបនេះហើយត្រង់ចំណុចនេះផងដែរបងប្អូនអាចក្រឡេកមើលពាក្យថា privacy and security បាទត្រង់ចំណុចដែលគេមានរូបកូនសោហ្នឹងណាបាទ secure អូខេ privacy and security អញ្ចឹងយើងអាចធ្វើការចុចត្រង់ចំណុចហ្នឹងបន្ទាប់ពីយើងចុចត្រង់ចំណុចហ្នឹងដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីចំណុចដែលសំខាន់តាក់ទងជាមួយនឹងលេខទូរស័ព្ទដែលគេដាក់ថា privacy ហើយត្រង់ចំណុចនេះគេដាក់ថា phone number បាទ phone number ហើយបន្ទាប់ទៀតគេដាក់ថា last seen and online បាទហើយ profile photo បាទមានច្រើនអញ្ចឹងត្រង់ចំណុចខាងក្រោមហ្នឹងគឺមានច្រើនហើយអ្វីដែលសំខាន់គឺបងប្អូនកលេចមើលត្រង់ចំណុចគេដាក់ថា phone number អញ្ចឹងត្រង់ចំណុចនេះគឺគេដាក់ថា everybody អញ្ចឹងមានន័យថាគ្រប់គ្នាគឺអាចមើលឃើញយើងទាំងអស់រាល់លេខទូរស័ព្ទរបស់យើងអញ្ចឹងណាបាទអញ្ចឹងយើង select ត្រង់ចំណុច everybody ហ្នឹងមកហើយបន្តមកទៀតវានឹងបង្ហាញផ្ទាំងបែបនេះហើយត្រង់ចំណុចខាងលើគេដាក់សញ្ញាសួរគេដាក់ who can see my phone number គេណា who can see my phone number តើនរណាអាចនឹងឃើញលេខទូរស័ព្ទរបស់ខ្ញុំអូខេទី1គឺគេដាក់ថា everybody អ្នករាល់គ្នាហើយទី2គេដាក់ my contact អញ្ចឹងមានន័យថាទាល់តែអ្នកដែលអាចធ្លាប់តាក់ទងមកយើងឬក៏សេវលេខយើងទុកគឺអាចធ្វើការឃើញនៅលេខទូរស័ព្ទរបស់យើងហើយមួយទៀត nobody អូខេ nobody ហ្នឹងមានន័យថាមិនមាននរណាម្នាក់អាចឃើញទេអញ្ចឹងត្រង់ចំណុចនេះដែរបងប្អូនអាចធ្វើការ select នៅត្រង់ចំណុចដែលមានពាក្យថា nobody បាទអញ្ចឹងយើងធ្វើការ select nobody ហើយវានឹងបង្ហាញផ្ទាំងមួយទៀតនៅខាងក្រោមគេថា who can find my phone number by my phone numberចឹងបើសិនជាត្រង់ចំណុចនេះបងប្អូនអាចធ្វើការ select បានគឺអាចធ្វើការ select ខាងក្រោមក៏បានដែរហើយបើអត់ select ក៏អត់អីដែរអញ្ចឹងវាអត់មានចំណុចសំខាន់ទេកន្លែងហ្នឹងអញ្ចឹងណាអ្វីដែលសំខាន់បងប្អូនអាចធ្វើការជ្រើសរើសកន្លែង nobody នេះបានហើយបន្ទាប់ពីយើងធ្វើការ tick ឬក៏ select នៅលើនឹងរួចបងប្អូនអាចចុចនៅពាក្យសញ្ញាគ្រីសអញ្ចឹងណាយើងចុចកន្លែងសញ្ញាគ្រីសនៅខាងលើហ្នឹងបាទអូខេអញ្ចឹងបន្ទាប់មកទៀតវានឹងបង្ហាញឲ្យយើងឲ្យកន្លែង phone number គេដាក់ថា nobody អញ្ចឹងមិនមាននរណាម្នាក់ឃើញលេខទូរស័ព្ទរបស់យើងទេអញ្ចឹងនៅពេលដែលយើងធ្វើការដាក់ចំណុចបែបហ្នឹងហើយយើងអាចយកនៅទូរស័ព្ទផ្សេងមួយទៀតដើម្បីធ្វើការឆែកនៅ Telegram របស់យើងអញ្ចឹងនៅពេលដែលគាត់ contact របស់យើងមកគឺអត់ឃើញលេខទូរស័ព្ទរបស់យើងទេហើយសម្រាប់វីដេអូដែលធ្វើការបិទនៅលេខទូរស័ព្ទរបស់យើងកុំឲ្យបង្ហាញនៅក្នុងកម្មវិធី Telegram គឺមានត្រឹមតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនគិតថាមានអត្ថប្រយោជន៍អាចធ្វើការចែករំលែកបានអរគុណសូមជម្រាបលា